ក្មេងប្រុសម្នាក់នេះធ្លាប់មានក្តីសម័យចង់បានម៉ូតូ MSX ពណ៌ក្រហមជិះតាំងពី13ឆ្នាំមុនថ្ងៃនេះដែរខ្ញុំនឹងបំពេញក្តីសម័យមួយនេះដោយការផ្លាស់ប្ដូររូបរាងម៉ូតូរបស់ខ្ញុំឥឡូវនេះឲ្យคล้ายទៅជារូបរាងម៉ូតូដែលខ្ញុំចង់បានកាលឆ្នាំនោះឥឡូវចង់ដូរពណ៌ទៅក្រហមវិញកន្លែងណាដែលមានបញ្ហាខូចខាតបាក់បែកខ្ញុំត្រូវដូរថ្មីនិងធ្វើឲ្យស្អាតឡើងវិញទាំងអស់ហើយការងារធ្វើដំបូងបំផុតគឺចាប់ផ្ដើមពីការធ្វើម៉ាស៊ីនមុនគេត្រូវទៅដោះមើលថាតើស្បែកអង្គយ៉ាជាមួយនឹងចានអីមានបញ្ហាអីអត់បើសិនជាមានយើងត្រូវទៅដូរក្បាយទៀតប៉ុណ្ណឹងហើយបន្ទាប់ពីដោះមើលមកគឺឃើញថាស្បែកអង្គយ៉ាមានការឆេះអស់ហើយចានក៏មានបញ្ហាដែរចឹងហើយគឺត្រូវដូរឡើងវិញថ្មីហើយណាមួយម៉ាស៊ីនគឺជាបញ្ហាសំខាន់នៃម៉ូតូអញ្ចឹងគឺយើងត្រូវធ្វើវាឲ្យបានស្អាតបាក់ជើងបាក់នេះមួយទៀតដល់ពេលដោះចឹងមិនដឹងថាកៅអៅម៉ូតូខ្ញុំគឺចាស់ហើយបាក់បែកច្រើនកន្លែងទៀតហើយនេះគឺជារូបរាងនៅពេលដែលម៉ូតូខ្ញុំដោះកៅអៅចេញអស់អានេះគ្រាន់តែដោះនៅដំណាក់កាលទី1ទេដំណាក់កាលទី2នៅមានដោះកង់ដល់អីថែមទៀតឥឡូវនេះការងារបន្ទាប់គឺខ្ញុំចាប់ផ្ដើមលាងវាឲ្យស្អាតពោះកន្លែងដែលក្រហមហ្នឹងគឺខ្ញុំបាញ់ថ្នាំថ្មីឡើងវិញហើយកន្លែងដែលខ្មៅគឺខ្ញុំបិទតែមហើយគ្រាន់តែការងារប៉ុណ្ណឹងគឺចំណាយពេលចង់មួយថ្ងៃដែរអ្នកនរគ្នាដោយសារតែខ្ញុំត្រូវការបកស្កុតហើយក្រៅពីបកស្កុតគឺវានៅជាប់កៅចឹងហើយនៅជូតកៅម្ដងទៀតហើយមូលហេតុដែលខ្ញុំលាងឲ្យស្អាតសិនបានយកទៅឲ្យគេបាញ់នឹងបិទហ្នឹងខ្ញុំខ្លាចគេបាញ់ឲ្យខ្ញុំទាំងជាប់កៅជាប់អីវាអត់ស្អាតចឹងខ្ញុំលាងមុនសិនហើយចំពោះកៅអៅក្រហមហ្នឹងទាំងផ្សារជាមួយនឹងការបាញ់ថ្នាំគឺគាត់យកខ្ញុំ$40ហើយពណ៌ដែលខ្ញុំកំងគាត់គឺពណ៌ក្រហមម្ទេសទុំអានេះខ្មៅព្រេងអានេះខ្មៅឡូហើយចំពោះកន្លែងដែលខ្មៅនេះគឺខ្ញុំសម្រេចចិត្តយកវាទៅបិទតែមទេដោយសារខ្ញុំគិតថាវាអត់មានតម្រូវការចាំបាច់ត្រូវបាញ់ថ្នាំហើយតម្លៃបិទសរុបអស់$35,000ដាច់មើលបានពេលដែលដោះមកគឺឃើញថាកស៊ីម៉ាំងគឺវាដាច់ខ្ចៅចឹងហើយគឺត្រូវយកវាទៅផ្សារឡើងវិញតមកទៀតដោះកង់ម៉ូតូដើម្បីយកកង់ទៅបាញ់ថ្នាំឲ្យស្អាតដូចគ្នាមានគេនិយាយថាម្ដងអាយុ20ឆ្នាំជាងនេះទៅធ្វើរឿងតាំងពីជាង10ឆ្នាំមុនវាលែងមានន័យអីសម្រាប់ខ្ញុំប៉ុន្តែខ្ញុំគិតថាបើសិនជាធ្វើហើយវាធ្វើឲ្យខ្ញុំមានការចងចាំមួយដ៏ល្អវាអត់មានរឿងអីដែលត្រូវស្ដាយក្រោយទេហើយការងារបន្ទាប់ទៀតគឺត្រូវដោះបូមយកមកដូរហ្វឺតហើយជាមួយនឹងដោះកយកមកបាញ់ថ្នាំនេះគឺជាសភាពក្នុងដំណាក់កាលដោះលើកទី2ហើយនេះគឺជាជាគៀងចាស់របស់ខ្ញុំនិយាយទៅតម្រាំតែដាក់គុជហ្នឹងគឺឆ្នៃចោះខាងក្រោយឡើងចង់ខ្ទេចខ្ទីអស់ហើយមកដល់ឥឡូវខ្ញុំដាក់វាចូល2ឆ្នាំជាងទៅ3ឆ្នាំអីចឹងគុណភាពវាក៏ធ្លាក់ដែរចឹងដល់ពេលដែលត្រូវដូរគុជថ្មីដូចគ្នាហើយខ្ញុំនឹងយកជាគៀងស៊ីតរបស់វាហ្មងគឺដាក់ចូលហើយដូរគុជថ្មីឡើងវិញហើយគុជនេះដែរវារៀងទូជាងមុនហើយយើងមិនបាច់ចោះជាគៀងដូចអាស៊េរីចាស់ហើយដូរតែកម្មកញ្ចក់ថ្មីមកគឺថ្មីរើហ្មងអ្នកនរគ្នាអញ្ចឹងឥឡូវដល់ពេលដែលខ្ញុំត្រូវតេស្តគុជមើលចង់ដឹងថាតើគុណភាពគុជវាមិនដែរដាច់បានហើយđánh bắt vô mà tôi phổi tật một lôi rồi linh là tầm hai đã tạc đầm mi rồi nhạch cọpបន្ទាប់មកទៀតគឺដល់ការងារបាញ់ថ្នាំម្ដងហើយការបាញ់ថ្នាំនេះដែរគឺខ្ញុំត្រូវដកសបកដកអីចេញឲ្យអស់ដើម្បីធានាបានថាការងាររបស់យើងគឺស្អាតបាញ់យើងស្អាតកម្មរបស់ខ្ញុំវាជាប់ប្រេងជាមួយជាប់ដីយូរឆ្នាំពេកទៅដុស 2-3 ដងតម្រាំតែចេញស្អាតឡើងឡើងបាល់ហើយសំបីតែខ្នងក្រោយក៏ខ្ញុំត្រូវតែបកឲ្យស្អាតដែរហើយការបាញ់ថ្នាំរបស់ខ្ញុំគឺខ្ញុំបាញ់ចែកជា2គឺទី1ខ្ញុំបាញ់ស្រោចទឹកប្រាក់ពីលើឲ្យសប់ហើយទី2គឺខ្ញុំបាញ់អាឡូសម្រាប់ស៊ីម៉ាំងក៏ដូចគ្នាគឺខ្ញុំត្រូវខាត់ថ្នាំចាស់អស់ដើម្បីបាញ់ទៅវាស្អាត
សូម្បីតែកន្លែងខ្លះទោះបីមើលឃើញក៏ដោយក៏ខ្ញុំត្រូវបាញ់វាឲ្យស្អាតដូចគ្នាឥឡូវនេះគឺត្រូវផ្សារនៅអាខ្ចៅដែលពេលដកមកដាច់ក្បាលនឹងហើយផ្សារវាឡើងវិញចំពោះកម្មដែរគឺទាំងបាតទាំងអីគឺខ្ញុំបាញ់វាឲ្យស្មើសាច់គ្នាល្អទាំងអស់ត្រូវបាញ់ឲ្យសពកន្លែងដូចគ្នាបន្ទាប់ពីការបាញ់ថ្នាំរងចាំអស់រយៈពេល3ថ្ងៃបានវាស្ងួតល្អហើយទីទៀតនេះនឹងឃើញលទ្ធផលអញ្ចឹងអ្នកនរគ្នាជួយដាក់បន្ទុកឲ្យផងឥឡូវនេះគឺការបាញ់ថ្នាំទាំងគ្រឿងក្រៅកន្លែងផ្សេងគឺដាក់តម្រៀបជួរគ្នាគឺស្ទើរហើយទាំងស្រុងហើយអ្នកនរគ្នានៅតែផ្លាកលេខហើយជាមួយនឹងសុំជាគៀងខាងមុខដោយសារតែការកំងទិញមកហើយអ្វីដែលក្រៅពីធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថារំភើបសប្បាយចិត្តពេលដែលនៅបានឃើញវាទាំងអស់ហ្នឹងក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយទៀតគឺថាដាច់លុយឯអ្នកនរគ្នាដោយសារតែការចំណាយរៀងច្រើនប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ខ្ញុំអត់បោះបង់ដែរគឺខ្ញុំត្រូវតែសម្រេចក្តីសម័យមួយនេះឲ្យបានសម្រាប់បូមគឺខ្ញុំដោះដូរ Ford មកជាងដោយសារតែវាបែក Ford ហើយ message នេះដែរគឺអាសាខូចហ្មងគឺបូមហ្នឹងហើយបន្ទាប់ពីការតន្ទឹងរង់ចាំអស់រយៈពេល10ថ្ងៃជាងនេះមកឥឡូវនេះគឺដល់ពេលដែលត្រូវរៀបចំដាក់គ្រឿងចូលវិញបន្ទាប់ពីសេរីស្រង់កម៉ូតូហើយការងារបន្ទាប់គឺត្រូវចាប់កង់ម៉ូតូចូលទៅវិញលើកវាខ្ពស់ហ៎ខ្ញុំលើកអត់ក្រោយបន្តមកទៀតគឺត្រូវចាប់ស៊ីម៉ាំងចូលទៅវិញពេញលេดูunboxing ហើយដៃប្រាំងជាមួយនឹងដៃអង្គយ៉ាក៏ខ្ញុំដូរថ្មីដូចគ្នាទាំងអស់ដោយសារតែអាមួយជាងនោះគឺវាបាក់មួយជាងនេះគឺវាវាចអញ្ចឹងហើយក៏សម្រេចចិត្តថាដូរថ្មីទាំងពីរហ្មងទៅហើយយកទៅលាងពីក្នុងវាឲ្យស្អាតហើយចាំយើងចាប់កៅអៅចូលមុននឹងចាប់កៅអៅចូលទៅវិញគឺគ្រឿងខាងក្នុងនេះក៏ខ្ញុំអត់ចោលដែរគឺខ្ញុំត្រូវតែលាងឲ្យស្អាតដូចគ្នាឥឡូវនេះគឺដល់ពេលរៀបចំចាប់កៅអៅចូលទៅវិញហើយក្តីសម័យនៅអាយុ15ឆ្នាំការឆ្លាញ់របស់ក្មេងប្រុសម្នាក់នឹងលេចចេញរូបរាងនាពេលបន្តិចទៀតនេះបន្ទាប់ពីការរៀបចំចាប់កៅអៅឡើងរួចរាល់ឥឡូវនេះកំពុងតែតេស្តមើលភ្លើងថាតើពេលដែលដូរគុជថ្មីហ្នឹងហើយជាមួយនឹងខ្សែភ្លើងថ្មីហ្នឹងគឺការរត់របស់វាមិនដែរមានបញ្ហាអីអត់ពេលដែលដោតដូរចូលទៅគឺថាមានបញ្ហាអីទេគឺភ្លើងអីដំណើរការទាំងអស់ក្នុងក្តី
Ui, cái lá này bố. Cô bạn cho vậy, bảo bạn cho vậy, bên nhà bỏ. Mấy chai. Did you wait too long? Tell him that you love him, but he's already gone, darling. Did you make two wrongs? Know that daddy never made a right before, darling. You were never made to be the judge, darling. He never changed his way for me to budge, darling.